នាយករដ្ឋមន្ត្រីថៃអគុណមេតបភូមិភាគ2ដែលមិនប្រកាន់បន្ទាប់ពីបែកធ្លាយคลิปសម្លេងសន្ទនាជាមួយនឹងសម្ដេចតេជោប្រិមត្តជាទីគោរពនិងជាទីមេត្រីមេបញ្ជាការយោធាភូមិភាគ2លោកប៊ុនស៊ីនផាត់ខ្លាងបានលើកឡើងថាលោកយល់ពីការពន្យល់បកស្រាយរបស់លោកស្រីផែថងឋានជុំវិញការសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោហ៊ុនសែនប្រមាណ17នាទីខណៈមេភូមិភាគរូបនេះបានបញ្ជាក់ថាមិនប្រកាន់លោកស្រីនាយករដ្ឋមន្ត្រីទេព្រោះលោកផ្ដោតលើភារកិច្ចប្រទេសជាតិនេះបើតាមការចុះផ្សាយដោយកាសែត The Nation លោកប៊ុនស៊ីនផាត់ខ្លាងបានលើកឡើងនៅថ្ងៃពុធទី18មិថុនាថានាយករដ្ឋមន្ត្រីផែថងឋានបានទូរស័ព្ទទៅបំភ្លឺការសន្ទនារបស់លោកស្រីជាមួយនឹងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាដោយកិច្ចពិភាក្សានេះមានគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃប៉ុន្តែលោកប៊ុនស៊ីនចាត់ទុកថាជាកិច្ចពិភាក្សាឯកជនលោកប៊ុនស៊ីនបានសង្កត់ធ្ងន់ថាខ្ញុំមិនមានបញ្ហាអ្វីទេខ្ញុំយល់ជាមួយគ្នានេះលោកស្រីផែថងឋានបានអរគុណចំពោះការយោគយល់របស់លោកមេបញ្ជាការយោធាថៃភូមិភាគ2ដែលផ្ដោតលើផលប្រយោជន៍រួមផលប្រយោជន៍ជាតិជាធំនេះបើតាមសម្ដីលោកប៊ុនស៊ីនមេបញ្ជាការយោធាភូមិភាគ2អឺរ៉ុបនេះក៏បានលើកឡើងដែរថាលោកកំពុងតែធ្វើដំណើរទៅសួរសុខទុក្ខទាហានដែលរងរបួសក្រោមបទបញ្ជាការរបស់លោកក្នុងពេលបំពេញបេសកកម្មនៅព្រំដែនហើយលោកក៏កំពុងធ្វើការដូចធម្មតាដោយគ្មានកង្វល់អ្វីឡើយគូបញ្ជាក់ថាលោកស្រីនាយករដ្ឋមន្ត្រីថៃផែថងឋានកំពុងប្រឈមនឹងសម្ពាធជាសាធារណៈដោយជំរុញឲ្យលោកស្រីលាលែងពីតំណែងបន្ទាប់ពីបែកធ្លាយคลิปសម្លេងសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានព្រឹទ្ធសភាកម្ពុជាគឺសម្ដេចតេជោហ៊ុនសែនជុំវិញការដោះស្រាយចំនួនបញ្ហាព្រំដែនកម្ពុជាថៃ